បាទសូមតែបងប្អូនបងប្អូនគ្នាមើលនេះបាទឃើញអត់បងប្អូនបាទពីថ្ងៃទី1បាទពីថ្ងៃទី1ដល់ថ្ងៃទី28បាទគឺខ្ញុំទៅចំណេញសុទ្ធតែម្ដងបងប្អូនបាទគឺ win rate 100%បងប្អូនបាទគឺបងប្អូនឃើញនៅលើអេក្រង់ហ្នឹងបាទគឺ win rate 100%បងប្អូនចំណេញសុទ្ធហ្មងបងប្អូនបាទមួយថ្ងៃណាក៏ខៀវដែរបាទអញ្ចឹងចង់ប្រាប់បងប្អូនគ្នាថាការ trade ហ្នឹងបងប្អូនគឺមិនមែនយើងអាចទៅតាមចិត្តរបស់យើងទេយើងត្រូវចេះវិភាគយើងត្រូវចេះមើលទីផ្សារយើងត្រូវចេះតាមដានព័ត៌មានយើងប្រើចិត្តសាស្ត្រខ្លាំងដែរបងប្អូនណាបាទវាមានចំណុចច្រើនទៀតអញ្ចឹងបើសិនជាបងប្អូនចង់ចេះ trade នៅក្នុងវិស័យហ្នឹងបងប្អូនអាច join group VIP ខ្ញុំមកបាទខ្ញុំនឹងមានមេរៀននឹងបរៀនលម្អិតបន្ថែមបងប្អូនទៀតមិនអាចប្រាប់បងប្អូនតែវីដេអូមួយនេះអស់ទេយ៉ាហើយមួយទៀតបើសិនជាបងប្អូនចង់ trade ដែលចំណាយអស់ពីតិចណាបងប្អូនបាទចុច link ខាងក្រោមបង្កើតបាញ់ណាំតាម referral ខ្ញុំណាបងប្អូនគឺទទួលបាន commission 20% មានន័យថា discount fee trading 20% ច្រើនបងប្អូនគឺ lifetime តែម្ដងអញ្ចឹងវីដេអូនេះបងប្អូនណាបាទគឺខ្ញុំនឹងធ្វើការ review តាក់ទងមួយប្រជិតថ្មី Euler បងប្អូនប្រជិតមួយនេះបាទ EUL ហ្នឹងបាទjadiគឺបាយណាត់បានចែក airdrop ទៀតហើយបងប្អូនបាទហើយសម្រាប់បងប្អូនដែលអត់ដឹងថាធ្វើម៉េចទើបទទួលបាន airdrop ថ្មីនៅក្នុង exchange miner នេះបងប្អូនអាចមើលវីដេអូនេះឲ្យចប់ទៅបាទគឺខ្ញុំនឹងប្រាប់បងប្អូននៅចុងវីដេអូអូខេយ៉ាតោះអញ្ចឹងឥឡូវយើងមកធ្វើការ review ទាំងអស់គ្នាតាក់ទងជាមួយប្រជែកថ្មីគឺ Euler ហ្នឹងឬមួយក៏ EUL ហ្នឹងបាទហើយសូមបញ្ជាក់ផងដែរថាវីដេអូនេះមិនមែនជា financial advisor ទេមុនបាទរាល់ការវិនិយោគជាទំនួលខុសត្រូវបងប្អូនខ្ញុំគាត់តែធ្វើការ review ជូនបងប្អូនដើម្បីឲ្យបងប្អូនដឹងនិងស្គាល់ប្រជែកនោះសម្រាប់ចិត្តយ៉ាងណាជាជំរឿនរបស់បងប្អូនអូខេតោះអញ្ចឹងឥឡូវយើងមើលតើអ្វីទៅគឺជា Euler ឬមួយក៏ EUL ហ្នឹង Euler វាគឺជា lending super app មួយបាទដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នាហ្នឹងបាទអាចដាក់ប្រចាំបានបាទអាចខ្ចីបាននិងអាចធ្វើការ swap កាក់ផ្សេងៗបាទនៅគ្រប់បណ្ដាញ ERC20 ដោយមិនមានដែនកំណត់ទេបាទហើយវាគឺជាប្រព័ន្ធខ្ចីប្រាក់លើ DeFi បាទដែលមានភាពបត់បែនខ្លាំងជាងគេ modular មិនចាំបាច់បាទសុំការអនុញ្ញាតគេហៅ permissionless ណាបាទហើយអាចតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗបានយ៉ាងងាយស្រួលគឺ composable បាទវាគឺជាទីកន្លែងដែល token ថ្មីៗនិងយុទ្ធសាស្ត្រវិនិយោគថ្មីៗតែចាប់ផ្ដើមដំណើរការមុនគេបាទ Euler មាន total deposit 3.5 billion បាទនិង total borrow មាន 1.77 billion វាក្លាយជាប្រព័ន្ធ DeFi ធំបំផុតបាទលេខ20ជាសកលបាទនៅក្នុងរយៈពេលត្រឹមតែ14ថ្ងៃទេបាទហើយវាគឺជា lending protocol ធំបំផុតទី5បាទនៅក្នុងប្រព័ន្ធខ្ចី DeFi ដែលមានការខ្ចីសកម្មច្រើនបំផុតហើយវាគឺជា lending protocol ធំបំផុតទី3បាទនៅក្នុងការបង្កើតប្រាក់ចំណូលរយៈពេល30ថ្ងៃចុងក្រោយបាទ Euler ecosystem mapping មួយបាទគឺមានច្រើន blockchain បាទ marketing curator បាទ Oracle integration partner បាទ risk curator បាទ governance សិតតែជា ecosystem របស់ Euler បងប្អូនអាចមើលឃើញនៅក្នុងរូបភាពហ្នឹងបានណាបងប្អូនបាទតាក់ទងជាមួយនឹង Euler total overview វិញមុនណាបាទគឺ token ហ្នឹងគឺមាន supply ចំនួន27លាន182ម៉ឺនកាក់ជាងបាទមានន័យថាតិចមែនទែន total supply វាហើយ max token supply វាគឺ27លានបាទ182,818កាក់ទេបាទហើយ holder airdrop token reward វិញគឺទទួលបាន5បាទ54ម៉ឺនបាទ365,657កាក់ស្មើនឹង 2% នៃ total token supply ហើយបន្ថែម60,000បាទ7,900កាក់ជាងទៀតគេនឹងធ្វើការ allocate ទៅកាន់ marketing campaign បន្ទាប់ពី spot listing ហើយនឹង 271,000កាក់ទៀតបាទគេនឹងធ្វើការ allocate ទៅកាន់ marketing campaign បន្ទាប់ពី6ខែក្រោយហើយគេនឹង separate announcement ហើយតាក់ទងជាមួយនឹងកាក់ចរាចរណ៍នៅក្នុង exchange Binance វិញគឺ19លានបាទ80ម៉ឺនកាក់ជាងបាទស្មើនឹង 72.87% នៃ Genesis token supply ហើយកាក់ Euler ហ្នឹងគឺវាប្រាប់4 network បងប្អូនណាបាទ network Binance Smart Chain ផង Ethereum ផង network Binance ផងហើយនិង network Arbitrum ផង Binance បានធ្វើការបង្កើតគម្រោងទី51បាទដែលទទួលបាន airdrop សម្រាប់ Binance holder ទាំងអស់ដែលខ្ញុំនិយាយប្រាប់បងប្អូនបាទគឺកាក់ Euler ហ្នឹងឯងគឺ EUL ហ្នឹងបាទដែលវាគឺជា DeFi super app ដែលបង្រួបការផ្ដល់ប្រាក់កម្ចីនិងការជួញដូរទ្រព្យសកម្មណាមួយជាវត្ថុប្រចាំទីផ្សារផ្ទាល់ខ្លួននិងសាច់ប្រាក់ងាយស្រួលបងប្អូនបាទហើយ Binance user ទាំងអស់ដែលបានដាក់ stake ដាក់ earn នៅក្នុង flexible ឬក៏ lock on chain yield product ចាប់ពីថ្ងៃទី4ខែ10បាទដល់ថ្ងៃទី6ខែ10សិតតែទទួលបាន airdrop កាក់ EUL ហ្នឹងហើយបងប្អូនបាទធ្លាក់ចូលបាទ Binance account បងប្អូន1ម៉ោងនៃការ listing ហើយ Binance បានធ្វើការ list កាក់ EUL ហ្នឹងកាលពីថ្ងៃទី13ខែ10បាទម៉ោង 14.30 UTC ស្មើនឹងម៉ោង 9 កន្លះយប់មានន័យថា Binance បានលិះកាត់ហ្នឹងហើយអូខេអញ្ចឹងចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនចង់បាន airdrop ថ្មីសម្រាប់ holder airdrop នោះបងប្អូនត្រូវតែមាន BNB អត់មានគណនីបងប្អូនចុច link ខាងក្រោមបង្កើតទទួលបានលុយ rebate ហើយបងប្អូនមានគណនីបងប្អូន verify វាមកហើយបងប្អូនទិញកាក់ BNB ដាក់ stake ដាក់ earn ទៅ project ថ្មីមកគឺបងប្អូននឹងទទួលបានហើយបានតិចបានច្រើនអាស្រ័យលើចំនួន BNB ដែលបងប្អូន hold ឬក៏ដាក់ stake បាទអូខេអញ្ចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ